មន្ត្រីថៃនិយាយលៀងខ្លួនថាប្រទេសថៃគ្រាន់តែជាចំណុចឆ្លងកាត់នៃការរត់ពន្ធគ្រឿងញៀនដោយឈ្មួញប្រទេសជិតខាងប៉ុណ្ណោះកោតតែថៃអាចហាមាត់និយាយដែលគ្មានភាពអៀនខ្មាស់បែបនេះទៅរួចគណៈសំណុំរឿងពាក់ព័ន្ធនឹងនារីជនជាតិថៃដែលជាបុគ្គលិកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរថៃដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអូស្ត្រាលីពីបទសង្ស័យរត់ពន្ធគ្រឿងញៀនកំពុងទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងនោះមន្ត្រីជាន់ខ្ពស់ថៃម្នាក់បានចេញមុខនិយាយអះអាងថាប្រទេសថៃមិនមែនជាមូលដ្ឋានប្រតិបត្តិការរបស់បណ្ដាញជួញដូរគ្រឿងញៀននោះទេប៉ុន្តែគ្រាន់តែត្រូវបានប្រើប្រាស់ជាចំណុចឆ្លងកាត់ដោយមេខ្លោងដែលស្ថិតនៅក្នុងប្រទេសជិតខាងប៉ុណ្ណោះយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃអឹមខតកាលពីថ្ងៃទី3ខែកក្កដាឆ្នាំ2026បានឲ្យដឹងថាអគ្គលេខាធិការនៃការិយាល័យគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនថៃហៅកាត់ថា ONCB លោកសូរិយាស៊ីងហុកកមនបានលើកឡើងជុំវិញករណីដែលនារីអូតេសថៃត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអូស្ត្រាលីពីបទសង្ស័យរត់ពន្ធគ្រឿងញៀនលោកថាការស៊ើបអង្កេតបន្តក្រោយការចាប់ខ្លួនបានរកឃើញថាមានមនុស្សជាច្រើនពាក់ព័ន្ធនឹងបណ្ដាញនេះហើយមានមេខ្លោងសំខាន់ចំនួន2នាក់ស្ថិតនៅក្នុងប្រទេសជិតខាងដែលជាអ្នករៀបចំការដឹកជញ្ជូនគ្រឿងញៀនទៅកាន់ទីផ្សារអូស្ត្រាលីនិងតៃវ៉ាន់បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ថៃរូបនេះបានឲ្យដឹងថាមេខ្លោងម្នាក់ទទួលខុសត្រូវលើការដឹកជញ្ជូនគ្រឿងញៀនទៅអូស្ត្រាលីខណៈម្នាក់ទៀតគ្រប់គ្រងបណ្ដាញដឹកជញ្ជូនគ្រឿងញៀនទៅតៃវ៉ាន់រីឯប្រទេសថៃត្រូវបានឈ្មួញទាំងនោះប្រើប្រាស់ជាចំណុចឆ្លងកាត់សម្រាប់ការផ្ទេរគ្រឿងញៀនមុននឹងបន្តទៅកាន់ប្រទេសគោលដៅប៉ុណ្ណោះជាមួយគ្នានេះលោកសូរិយាបានបញ្ជាក់ទៀតថាអាជ្ញាធរថៃកំពុងបន្តស៊ើបអង្កេតថាតើមានជនជាតិថៃណាម្នាក់ដែលដើរតួជាមេខ្លោងនៅក្នុងប្រទេសដែរឬទេហើយមកទល់ពេលនេះអាជ្ញាធរថៃបានរកឃើញថាមានការជួលអ្នកដឹកជញ្ជូននិងបុគ្គលិកបម្រើការលើយន្តហោះឲ្យចូលរួមនៅក្នុងប្រតិបត្តិការប៉ុន្តែមិនទាន់អាចបញ្ជាក់បានទេថាមានជនជាតិថៃជាអ្នករៀបចំបណ្ដាញនៅក្នុងស្រុកដែរឬយ៉ាងណានោះលោកថាប៉ូលីសថៃបានតាមសាកសួរអ្នកដឹកជញ្ជូននិងជនពាក់ព័ន្ធផ្សេងទៀតរួមទាំងប្តីប្រពន្ធជនជាតិឡាវមួយគូដើម្បីពង្រីកការស៊ើបអង្កេតអំពីប្រភពគ្រឿងញៀននិងបណ្ដាញដឹកជញ្ជូនដែលឆ្លងកាត់ប្រទេសថៃខណៈដែលអាជ្ញាធរថៃបានបញ្ជាក់ទៀតថាការចាប់ខ្លួនជាបន្តបន្ទាប់នៅចុងខែមិថុនាដល់ដើមខែកក្កដាបាននាំឲ្យរកឃើញជនពាក់ព័ន្ធជាច្រើនហើយការស៊ើបអង្កេតនៅតែកំពុងបន្តទោះបីជាយ៉ាងណាការអះអាងរបស់មន្ត្រីជាន់ខ្ពស់ថៃរូបនេះដែលថាប្រទេសថៃគ្រាន់តែជាចំណុចឆ្លងកាត់នៃប្រតិបត្តិការរត់ពន្ធគ្រឿងញៀនដែលឈ្មួញនៃប្រទេសជិតខាងនេះបានក្លាយជាប្រធានបទដែលទាក់ទាញការចាប់អារម្មណ៍មួយខណៈដែលកន្លងមកមានករណីជាច្រើនដែលអាជ្ញាធរបរទេសបានចាប់រឹបអូសគ្រឿងញៀនពីអ្នកដំណើរឬទំនិញដែលមានប្រភពឬឆ្លងកាត់ប្រទេសថៃដូច្នេះការស៊ើបអង្កេតបន្ថែមនឹងមានសារៈសំខាន់នៅក្នុងការបញ្ជាក់ថាតួនាទីពិតប្រាកដរបស់បណ្ដាញនៅក្នុងប្រទេសថៃមានដល់កម្រិតណានិងអ្នកណាជាអ្នកទទួលខុសត្រូវនៅពីក្រោយប្រតិបត្តិការនេះឲ្យពិតប្រាកដ